តំបន់ការពារទេសភាពបឹងព្រែកលពើជាជំរកសត្វស្លាប់រាប់ម៉ឺនក្បាលគោះជាទីគយគន់បំផុតនាខេត្តតាកែវចាប់តាំងពីឆ្នាំ2001រហូតដល់ឆ្នាំ2025នេះក្នុងតំបន់ការពារដីសើមនេះមានវត្តមានសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅរួមមានសត្វចង្កៀលខ្យងសត្វរនាលពណ៌សត្វក្រសាប្រភេទសត្វក្រសាធ្នង់សត្វខ្វែកនិងសត្វកុកតំបន់ការពារទេសភាពត្រូវបានកត់សម្គាល់ថាជាតំបន់ដែលសមស្របនឹងអំណោយផលសម្រាប់ការរស់នៅនិងបន្តពូជរបស់សត្វស្លាបជាមួយគ្នានេះកូនសត្វរនាលពណ៌ប្រមាណ150ក្បាលនិងសត្វក្រសាប្រភេទប្រមាណ130សបុកបានយកចេញពីសម្បុកតែពុំទាន់អាចហើរបានឡើយទន្ទឹមនឹងនោះសត្វក្រសាធ្នង់សត្វខ្វែកសត្វកុកក៏កំពុងក្រាបពងនិងកាច់សបុកផងដែរបន្ថែមពីនេះតំបន់ការពារទេសភាពបឹងព្រែកលពើមានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកកអណ្ដែតនិងស្រុកបូរីជលសាខេត្តតាកែវតំបន់ការពារទេសភាពព្រែកលពើជាតំបន់ដែលមានសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅទីតាំងបឹងព្រែកលពើជាតំបន់ដីសើមដែលសម្បូរដោយប្រភពចំណីចម្រោកដ៏មានសុវត្ថិភាពសម្រាប់សត្វស្លាបទឹកពងកូននិងបន្តពូជនៅក្នុងប្រទេសកម្ពុជាសូមជម្រាបថាបច្ចុប្បន្នកម្ពុជាមានតំបន់ចំនួន3ដែលត្រូវបានកត់សម្គាល់ថាជាតំបន់ដែលសមស្របនឹងអំណោយផលសម្រាប់ការរស់នៅនិងបន្តពូជរបស់សត្វស្លាបតំបន់ការពារធម្មជាតិនិងអភិរក្សដែលគេសង្កេតឃើញថាសម្បូរទៅដោយសត្វស្លាបរស់នៅច្រើននោះមានដូចជាតំបន់ព្រែកទាល់ស្ថិតក្នុងខេត្តបាត់ដំបងតំបន់អភិរក្សសត្វស្លាបទួលពាន់តាលីបឹងស្នេហ៍ក្នុងខេត្តព្រៃវែងនិងតំបន់ការពារទេសភាពបឹងព្រែកលពើក្នុងខេត្តតាកែវ